ចុងក្រោយសូមលើកឡើងនៅបុណ្យកុសលប្រគេនចែកជូនដល់ព្រះគុណម្ចាស់ក៏ដូចជាអស់លោកអ្នកសូមប្រទះទៅនឹងពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈនិងពលៈព្រមទាំងសម្បត្តិទាំងឡាយ3ប្រការសម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិអស្ចារ្យគឺសម្បត្តិព្រះនិព្វានកុំបីអខានឡើយសូមអនុមោទនាណដ្ឋិសន្តិបរង្គសុខੰពុំមានសេចក្តីសុខណាស្មើនឹងសេចក្តីស្ងប់ឡើយព្រះគុណម្ចាស់គ្រប់ព្រះអង្គអស់លោកស្រីអ្នកនាងកញ្ញាកំពុងទេសនានៅទស្សនភាពនៃពិធីពុទ្ធាពិសេសព្រះពុទ្ធរូបដែលបានផ្ដើមចាត់តាំងដោយកូនចៅលោកតាសឿងលៀងនិងលោកយាយឌៀងធីហេននៅសហរដ្ឋអាមេរិកមួយអន្លើដោយបុត្រធីតាទាំងអស់នៅភូមិពោសង្កាត់ទី5ទីក្រុងកឹងធើពិធីបុណ្យនេះបានចាត់តាំងឡើងនាថ្ងៃ6 700 ខែបុស្សឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី9និងទី10ខែមករាឆ្នាំ2026ពិធីពុទ្ធាពិសេសនេះបានចាត់តាំងឡើងក្នុងទីអារាមដ្ឋានវត្តសេរីប្រជុំវង្ស9ថ្មីសង្កាត់ភូឡើយទីក្រុងកឹងធើព្រះសង្ឃក្រហងសិក្សាសំពីតាមបទគម្ពីរប្រសាទកាងខានចរិតហ៊ានលះបងភាពសុខសាន្តប្រោះមនុស្សទេវតាប្រោះចាក់ទុកបានជីវិតសាងសានក្នុងឋានបរមសុខព្រះពុទ្ធមានរិទ្ធបារមីអង្គចាអិនព្រំទេវតាក៏ក្រែងជាទីបំផុតព្រះបញ្ញាញាណជ្រៅជាងសាក់មកអវាទព្រះពុទ្ធចាំងជាងត្បូងពេជ្រតានាងដឹងទេព្រលមានតែមួយព្រះធម៌អាចជួយរំងាប់ផ្លូវចិត្តព្រះពុទ្ធចង្អុលប្រាប់ផ្លូវជីវិតម្លប់ពោធិព្រឹកជ្រកបានសុខខាណាត់ទីសន្តិប៉ះរាំងសុខខាងមានលក្ខបាំងក្នុងក្រាំងព្រះពុទ្ធសង្ឃនានៃពិតពុំមានសាច់ក្តីសុខណាស្មើនឹងពាក្យថាសេចក្តីស្ងប់
ជៀនលំភិនីជាទីជ្រះថ្លាទីព្រះមេតាប្រសូតបុត្រថ្លៃជៀនលំភិនីជាទីជ្រះថ្លាទីព្រះមេតាប្រសូតបុត្រថ្លៃបរមពុទ្ធិសត្វពុទ្ធិញាណយាយដឹកនាំសត្វថ្លៃចេញចាក់ទុកខាបរមពុទ្ធិសត្វពុទ្ធិញាណយាយដឹកនាំសត្វថ្លៃចេញចាក់ទុកខាប្រសូតមកភ្លាមស្ដេចឈរសំឡឹងស្ដេចឈររំពឹងថាគ្មាននរណាប្រសូតមកភ្លាមស្ដេចឈរសំឡឹងស្ដេចឈររំពឹងថាគ្មាននរណាទេវលោកព្រហ្មលោកអង្គទាំងមនុស្សសាឥតមាននរណាប្រៀបស្មើបានឡើយទេវលោកព្រហ្មលោកអង្គទាំងមនុស្សសាឥតមាននរណាប្រៀបស្មើបានឡើយទ្រង់ឈានទៅមុខ7ជុំហ៊ានព្រះតីក្លាហានចិន្តាឥតស្បើយទ្រង់ឈានទៅមុខ7ជុំហ៊ានព្រះតីក្លាហានចិន្តាឥតស្បើយទ្រង់ពោលវាចាក្នុងលោកនេះហើយគ្មាននរណាឡើយចំបងលើកអញទាំង
ភាពយូរប្រកាសជាដំណឹងទៅដល់ទេវតាថែរក្សាក្នុងលោកសូមជួយធ្វើចង្សឹងសក្តិដែលក៏ជួយកត់សម្គាល់ដើម្បីថ្ងៃនេះគេបានជាថ្ងៃប្រជាមិត្តពុទ្ធបរិស័ទដែលនៅក្នុងចំណោះភូមិពោក៏ដូចជាមានមីភឿនដែលជាប្រធានក៏បានរៀបចំនៅពិធីពុទ្ធិសាសនាក៏បានប្ររពចូលទៅដល់ញោមញាតិយាយតាមេវីក្នុងចំណោះពីពួនផងចំណោះភូមិពោផងក៏បានចូលរួមផងទាំងយើងខ្ញុំក៏សូមបុគ្គលទៅដល់សកតេរេស្លាទេតាតាមដល់លោកធាសូមលោកធ្វើជាសត្វសត្វប្រសិទ្ធពរជ័យសិរីមង្គលពលសុខចូលកើតមានដល់សង្គមគ្រួសារលោកញាតិមេត្តាបានគ្រប់ញាតិគ្រប់សន្តានតអធំដែលខ្ពស់នៅខាងលើគឺថាមានសង្គមគ្រួសារមានភឿនព្រមទាំងបងប្អូនទាំងអស់រួមគ្នាដើម្បីកសាងឡើងនៅប្រពុតបរិយាបន្លាក់ដល់ដល់ដល់តាមវត្តទាំង4គឺថាធំដែលគង់នៅខាងលើបំផុតហើយបន្តទៀតគឺថាកែវគឺថាមានគ្រួសារលោកលាវ៉ាន់គឺថាបាក់ស្រីវ៉ាន់បានកសាងដល់កែវគឺថាចំណុចព្រមទាំងយោញាតិយាយតាក៏ជាប្រជាមិត្តបរិស័ទតែបងប្អូនទាំងអស់ក៏បានរួមគ្នាដើម្បីជាអនុញ្ញាតដើម្បីកសាងដល់កែវគឺថាយើងខ្ញុំបានកសូមគោរពបញ្ចូលទៅដល់ម្ចាស់ទៀតទាំងអស់សូមចូលមកខាងមុខនេះមកដើម្បីយើងថតរូបភាពមួយជាមួយព្រះប្រគុណណាដើម្បីទៅជាអនុស្សាវរីយ៍តាមការពញាមកយោញាតិយាយតាដើម្បីយោញាតិយាយតាបានស្គាល់មុខផងទាំងសូមជន់សតតHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
าจยาสาติตาเมเลเปียสาติเปียยาสกาปราสรายาจาวันนาจาโพกังวัตจยสาวาสตาวาสาจอายุจติเวสันไทยเปียวันโตเปពុទ្ធិពិសេសក៏សូមរៀបរាប់ខ្លះអំពីសទ្ធាជ្រះថ្លានៃពុទ្ធបរិស័ទក្នុងនោះតែកូនចៅទាំងអស់ក៏ផ្ដោតចិត្តរួមជាមួយឪពុកគឺលោកតាលែងលោកយាយហេនដែលយើងជាឪពុកម្ដាយរបស់កូនចៅទាំងអស់ដែលស្ដាយដែលកើតមិនមានជីវិតរស់នៅដែលបានធ្វើកម្មវិធីពុទ្ធិពិសេសនេះឡើងនឹងហើយដំបូងដែលមាននិស្ស័យជាមួយញាតិញោមទាំងអស់កូនលោកតាលែងហើយលោកយាយហេនហ្នឹងដោយសារតែលោកតាលែងហ្នឹងគាត់នៅអាមេរិកញាតិញោមហើយគាត់ឃើញផុសរូបព្រះវិហារឡើងហេតុហ្នឹងក៏គាត់កើតនៅសទ្ធាជ្រះថ្លានៅវត្តព្រះវរថ្មីយ៉ាងនេះហើយមិនមែនតែកសាងព្រះពុទ្ធអង្គធំហ្នឹង350លានតែប៉ុណ្ណោះទេញាតិញោមគឺកូនចៅទាំងអស់ក៏បានចែវជាចន្ទើព្រះវិហារខាងមុខយើងណា140លានទៀតហើយចែវទ្វេព្រះវិហារយើង50លានទៀតទៅហេតុនឹងហើយសទ្ធាហើយប្រកេនភ្លេងពិនពាក្យគឺភ្លេងដែលញាតិញោមធ្លាប់ហៅថាភ្លេងសៀមហ្នឹងមិនមែនទេគឺភ្លេងពិនពាក្យគឺ100លានទៀតអាត្មាជាមួយបងភឿងទៅចែវផ្ដាល់ហើយជាមួយបងគឿងតាមពិតបូកសរុបបច្ច័យដែលក្រុមគ្រួសារលោកតាលែងនិងលោកយាយហេនដែលកូនចៅគាត់ទាំងអស់បានកសាងនៅវត្តព្រះវរថ្មីយ៉ាងនេះអាត្មាបូកសរុបមាន664លានសូមអនុមោទនីតែនឹងញាតិញោមនៅឆ្ងាយហើយមិនមែនជាពុទ្ធបរិស័ទវត្តអាត្មាតែសទ្ធាញាតិញោមបានកសាងច្រើនហើយមកអរគុណណាស់ដែលក្រុមគ្រួសារញាតិញោមទាំងអស់បានកសាងយ៉ាងច្រើននៅវត្តព្រះវរថ្មីនេះហើយមួយចំណែកទៀតក៏ព្រះអង្គកែវនេះដែលបាត់សីវ័នជាមួយក្រុមគ្រួសារហោធីវេហឿងហ្នឹងបច្ចែវដាក់នៅសាលាគាត់ថ្មីញាតិញោមដាក់ផ្ញើនេះសិនមកពីកន្លែងនោះមិនតាន់បានហើយនេះគឺកាត់បាត់សីវ័នណាខ្វាម៉ាត់កាត់បានចែវប្រពុត2អង្គឯណោះញាតិញោមមួយអង្គទៀតមិនតាន់យកមកគឺព្រះអង្គស្ពនដែរយើងដាក់លើកំពូលសាលាហេតុហ្នឹងមិនតាន់យកមកព្រះអង្គកែវហ្នឹងគឺតម្លៃ125លាន
ហើយព្រះអង្គស្ពាន់កាត់ប្រកេនហើយមានបានទៅដង្ហែមកគឺ140លានទៀតហើយក៏បានកសាងទ្វារព្រះវិហារកសាងរបស់ផ្សេងច្រើនសរុបបច្ច័យរបស់សីវ័នហ្នឹងក៏កសាងក្នុងវត្តយើងមាន650លានបាទសូមអនុមោទនីបាទអ្នកថ្ងៃញាតិញោមការកសាងវត្តហ្នឹងតើតែញាតិញោមទាំងអស់គ្នាយើងចូលរួមច្រើនបាទតែអាត្មាពឹងពុទ្ធបរិស័ទអាត្មាក៏មិនអាចធ្វើទៅបានដែរតាមពុទ្ធបរិស័ទនៅ9ថ្មីនេះតិចណាញាតិញោមតិចហើយពុទ្ធបរិស័ទមានសទ្ធាត្រូវថាមិនមានទេញាតិញោមតែដោយសារគ្រួសារខ្លះក៏គាត់ខ្វះខាតច្រើនបាទហេតុហ្នឹងក៏ចូលរួមតាមសទ្ធាជ្រះថ្លារបស់គាត់គ្រប់គ្នាហេតុហ្នឹងហើយនិស្ស័យដ៏ខ្ពង់ខ្ពស់ហើយដែលកូនចៅលោកតាលៀងហើយជាមួយលោកយាយហេនគាត់បានស្លាប់បាត់បង់ជីវិតទៅក៏ពិតមែនតែគេឈ្មោះគាត់ក៏សេចក្តីល្អដែលគាត់បានធ្វើនៅវត្តព្រះ9ថ្មីនេះគឺសេចក្តីល្អនេះមិនសាបសូន្យទេបាទគឺសេចក្តីល្អបណ្ឌកុសលគាត់នឹងចោលទៅតាមជាមួយគាត់ទាំងអស់គ្នាដោយសារគាត់ជ្រះថ្លាក្នុងការកសាងព្រះវិហារវត្តព្រះ9ថ្មីនេះហេតុនឹងហើយពេលវេលាក៏មិនសូវបានឆ្ងាយហើយញាតិញោមថ្ងៃច័ន្ទខ្លះក៏ត្រូវតែអញ្ជើញទៅវិញហេតុហ្នឹងក៏យើងត្រូវតែរៀបចំប្រញាប់ប្រញាល់នៅយប់នេះហើយយប់ស្អែកថាទៅសមាលឲ្យប្រសង់ទៅវិញត្រូវនៅវត្តជាមួយញាតិញោមទាំងអស់គ្នាហេតុហ្នឹងហើយញាតិញោមក៏មានពេលវេលាតិចមិនសូវនៅកន្លែងនេះបានយូរហេតុហ្នឹងយើងឆ្លៀតឱកាសដើម្បីជួបជុំញាតិញោមទាំងអស់គ្នានៅថ្ងៃស្អែកហេតុហ្នឹងពុទ្ធបរិស័ទយើងបើនិយាយតាដែលមិនបានអញ្ជើញទៅសមានោះស្អែកយើងអញ្ជើញមកវត្តព្រោះឯកក្រុមគ្រួសារគាត់ធ្វើចង្ហាន់ប្រគេនព្រះសង្ឃហេតុហ្នឹងក៏គាត់បានពឹងពាក់ពឹងទៅដល់យីស័យដែលជាអ្នកធ្វើចង្ហាន់កម្មវិធីបិណ្ឌវត្តហ្នឹងអានឹងពឹងទៅគាត់ហើយពឹងទៅគាត់គាត់ថាចោលទៅការញាតិញោមមកថាការផ្ញើពីសិនទៅឲ្យមកជួយវត្តសិនគ្មាននរណាបានជួយទេហេតុហ្នឹងហើយក៏ក្នុងរដូវនេះញាតិញោមចោលប្រវល់ច្រើនបើមិនការបន់បើមិនបិណ្ឌវត្តមិនផ្ទះតែនឹងតែមានការរវល់ហេតុហ្នឹងហើយក្នុងឱកាសនេះក៏សូមប្រលែប្រមូលនៅបណ្ឌកុសលនេះដែលកូនចៅទាំងអស់របស់លោកតាលៀងហើយលោកយាយហេនដែលបានជួបជុំគ្នាធ្វើបណ្ឌពុទ្ធិពិសេសនេះក៏សូមឧទ្ទិសនៅមហាកុសលនេះជូនទៅដល់លោកតាហើយលោកយាយដែលត្រូវជាឪពុកម្ដាយរបស់កូនចៅនេះក៏សូមត្រេកអរអនុមោទនាបុណ្យកុសលនេះហើយក៏សូមបែរងាកក្រោយឲ្យពួចជ័យសិរីមង្គលដល់កូនចៅទាំងអស់ធ្វើដំណើរទៅអាមេរិកប្រកបកិច្ចការងារវិញក៏សូមឲ្យជួយការពារคุ้មគ្រងកូនចៅទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាហើយមួយចំណែកទៀតក៏សូមទេវតាទាំងអស់ក្នុង10000លោកធាតុក៏សូមជួយដឹងជ្រាបដំណឹងនៅក្រុមគ្រួសាររបស់លោកតាឡើងនិងលោកយាយហេននេះមានកូនចៅទាំងអស់ដែលបានធ្វើបុណ្យពុទ្ធិពិសេសដើម្បីនឹករលឹក
ទៅដល់គុណរបស់ព្រះសម្មាសម្ពុទ្ធនៃយើងហេតុនេះក៏សូមទេវតាទាំងអស់ជួយការពាររក្សាក្រុមគ្រួសារទាំងអស់ឲ្យបានជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាសូមអនុមោទនាសូមអនុមោទនាបុណ្យទាំងអស់គ្នាសូមអនុមោទនាសប្បាយចិត្តអស់គ្នាញាតិញោមណាបុណ្យដែលយើងធ្វើហើយមិនមែនយើងបានតែពេលហ្នឹងទេញាតិញោមវិលទៅវិញញាតិញោមសប្បាយចិត្តថ្ងៃណាបុណ្យនោះកាត់ឡើងចំពោះយើងពេលនោះអញ្ចឹងមិនគេថាបុណ្យដេកបុណ្យដើរហើយបុណ្យក្នុងមុងទៀតពេលខ្លះយើងដេកយើងសប្បាយចិត្តជាមួយបុណ្យយើងអាហ្នឹងបុណ្យកុសលយើងកើតឡើងក្នុងចិត្តយើងហើយហេតុហ្នឹងយើងចំណាយយើងមានសទ្ធាហើយយើងមានទ្រព្យយើងធ្វើបុណ្យដើម្បីអីដើម្បីទៅមុខយើងមិនមានការខ្វះខាតទេដោយសារតែយើងធ្វើបុណ្យយើងកើតនៅជាតិណាទៅយើងមានឪពុកម្ដាយសម្បូរទ្រព្យសម្បត្តិស្រាប់មានដីស្រែមានឡានមានមាសពេជ្រកែវកងអីសម្រាប់ទទួលយើងស្រាប់ដោយអីដោយអានិសង្សបុណ្យរបស់យើងដូចជាចិត្តតក្កហបតីញាតិញោមដែលសេដ្ឋីនោះធ្វើបុណ្យជាតិមុននោះតែនៅពេលមួយដែលសេដ្ឋីហ្នឹងដឹកទ្រព្យសម្បត្តិហ្នឹងដើម្បីដឹករបស់របរចង្ហាន់ចដើមប្រគេនចំពោះព្រះសង្ឃតែពេលដែលយករបស់របរហ្នឹងទុកដាក់ក្នុងវត្តអស់ស្រាប់តែចូលចេញមកវិញឃើញរបស់នោះពេញរទេសដដែលដោយសារអីដោយសារទេវតាហ្នឹងយកមកទុកឲ្យសេដ្ឋីនឹងវិញដោយសារបុណ្យសេដ្ឋីនឹងខ្លាំងណាស់ហេតុហ្នឹងទេវតាត្រូវតែបំពេញឲ្យគ្រប់ឲ្យសេដ្ឋីនឹងវិញហើយហ្នឹងដូចជាព្រះអនុរុទ្ធដែលលោកជាអ្នកមានបុណ្យដែរញាតិញោមកាលដែលនៅក្មេងលេងជាមួយក្មេងៗផ្នល់គ្នាញាតិញោមផ្នល់នំផ្នល់អីចឹងទៅពេលនំម្ដាយប្រាប់ថាអស់នំពីផ្ទះហើយកុមារនោះថាឲ្យទៅយកនំអស់នោះមកពេលនោះក្តៅទៅដល់ទេវតាត្រូវតែយកនំនៅឋានសួគ៌មកដាក់នៅក្នុងកញ្ជើនោះសម្រាប់ឲ្យកុមារនោះហេតុហ្នឹងមនុស្សយើងមានបុណ្យយើងទៅដល់កន្លែងណាទេវតាជួយទំនុកបម្រុងយើងដែរហេតុហ្នឹងការដែលយើងកសាងពុទ្ធហ្នឹងយើងមានដេជៈច្រើនណាស់ញាតិញោមទៅណាគេគោរពគេកោតក្រែងគេសរសើរគេលើកតម្កើងយើងដោយសារអីដោយសារពុទ្ធបូជាមហាតេជោយើងបូជាយើងចែវព្រះដាក់ក្នុងវត្តនេះគឺជាតិណាយើងជាអ្នកមានដេជៈគេថាគេឃើញយើងគឺគោរពគេស្រឡាញ់មិនមែនថាគេគោរពគេខ្លាចយើងទេគឺគោរពរាប់អានស្រឡាញ់យើងដោយស្មោះស្មោះចំពោះមុខយើងដូចជាពពោធិសត្វយើងក្នុងជាតិមួយដើរទៅក្នុងព្រៃក៏បានឃើញពពុទ្ធក្នុងព្រៃនោះដាក់មករៀងប្រហោះហេតុនោះក៏បានធ្វើពីដីសាច់ជើងហ្នឹងញាតិញោមដើម្បីប៉ះមករៀងដៃហ្នឹងឲ្យស្អាតមកវិញតែអានិសង្ឃដែលក្រំតែកសាងមករៀងដៃព្រះដែលនៅក្នុងព្រៃជាតិមុខដែលបានកើតជាស្ដេចកូនដៃហ្នឹងមានអានុភាពផងបើពលតបអីចង់ចូលមកដណ្ដើមនគរបៀតបៀនអីស្ដេចមិនបាច់ពលទេញាតិញោមយកចង្អុលដៃចង្អុលអញ្ចឹងតបនោះបាក់ខ្លោបខ្លាចអស់គឺដោយសារអីដោយសារបូជាពុទ្ធហ្នឹងហេតុហ្នឹងញាតិញោមដែលយើងកសាងពុទ្ធមានដៃមានជើងមានគ្រប់អវយវៈតួអង្គព្រះអង្គហ្នឹង
ហេតុនឹងបុណ្យរបស់យើងធំប៉ុណ្ណានឹងក្នុងចិត្តរបស់យើងដឹងហ្នឹងញាតិញោមហេតុនឹងប្រសង់ដែលបានបួសក្នុងពុទ្ធសាសនាហ្នឹងសិតតែជាអ្នកបូជាព្រះក្នុងជាតិណាមួយតែងតែកសាងព្រះកសាងអីបើមានដេកជាបានបួសទៅញាតិញោមទាំងអស់គ្នាថ្វាយបង្គំគោរពគឺដោយសារតែប្រសង់ជាអ្នកបូជាពុទ្ធចឹងក៏យ៉ាងហ្នឹងញាតិញោមទាំងអស់គ្នាយើងជ្រះថ្លាក៏ទៅវិលទៅវិញក៏យើងសប្បាយចិត្តនៅអំពើល្អដែលយើងបានធ្វើនៅពេលហ្នឹងក៏យ៉ាងហ្នឹងព្រះអង្គទ្រង់សម្ដែងគាថាថាបញ្ញញ្ជេពុរិសោកច្ចរាកច្ចរាធេនាំងពនុពនាំងទុមហេឆន្តាំងកច្ចរាថៈសុខោបញ្ញសឧច្ចយោបើបុរសស្ត្រីណាធ្វើបុណ្យគួរធ្វើបុណ្យនោះឲ្យរឿយគួរធ្វើសេចក្តីពេញចិត្តក្នុងបុណ្យនោះពីព្រោះថាការសន្សំបុណ្យតែនាំសេចក្តីសុខមកឲ្យគឺពុទ្ធយើងសម្ដែងមានតែបុណ្យទេតែយើងទៅដល់កន្លែងណានាំសេចក្តីសុខមកឲ្យយើងសូមអនុមោទនីនិយាយច្រើនណាស់ញាតិញោមពុទ្ធវិសេសដែលយើងធ្វើកិច្ចដើម្បីបញ្ចប់នៅកម្មវិធីយើងនេះ
មានពីបងប្អូនទាំងអស់តាមចិត្តហើយសត្យាប្រាថ្នាយ៉ាងណានោះក៏សូមការសម្រេចដោយចិត្តដើមសូមប្រាថ្នាដល់អង្គសូមអនុមោទនាយ៉ាងកៃចេកុសលកម្មកាមតាបកេរិយានាមកាយេនាវិចាមនោសាទតសេសុបតាំងកតាំងយេសង្សាសញ្ញិណោអន្តយេចសាមាសញ្ញិណោនាងបញ្ញបលាងមយេយេចតាំងទេវិកំក្វាយតវេតយងសាបេលោកាមិយេសត្តាจิงកាមតញ្ញភោចនំសាបេរភនយមមអវតសាបមង្គលាចូលមានក្រុមពេលកំបីមានចន្លាឡាយចឹងចាសង្ខេបប៉ុណ្ណឹងបានខ្ញុំសូមបន្តពី
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ជំនះដោយអនុភាពទីជំនះព្រះអង្គឈ្នះវាគោរពព្រះអង្គឈ្នះវាគោរពពុទ្ធជនផាត់អត់ទុកព្រះជនព្រះមហាលោកបានក្តីសុខបានក្តីសុខគ្រប់ជាតិគ្រប់សដានអត្រោតួចិត្ត
។
បីប្រការស្ដាចិត្តសស្អាតឲ្យតែសង្វាតសាងអំពើល្អទូស្ដាច់ផែនដីមន្ត្រីអ្នកក្រធ្វើដោយស្មោះសរតាមព្រះអវាទអវាទទី1ព្រះពុទ្ធផ្ដាំថាមនុស្សគ្រប់អង្គគាកុំសាងអំពើបាបកុំសំឡាប់មនុស្សឬសត្វចាំងក្បាតរួមទាំងសត្វស្លាបនិងសត្វដទៃអវាទទី2ព្រះពុទ្ធផ្ដាំថាមនុស្សគ្រប់អង្គគាអត់ធ្មត់ខន្តីសាងបុណ្យកុសលទាំងបរងសត្វត្រីជីវិតមានន័យថ្លាថ្លៃកន់ឡងអវាទទី3ព្រះពុទ្ធផ្ដាំថាមនុស្សគ្រប់អង្គគាជំរះចិត្តសៅហ្មងមានសិលរួមគ្នាពីវេលាចងក្រងជាស្ទៀនចម្លងឆ្លងផុតទឹកភ័យអវាទទាំង3មានន័យខ្លឹមសារមនុស្សក្នុងលោកាប្រតិបត្តិគ្រប់វ័យមាគាព្រះពុទ្ធប្រសើរពេកក្រៃនាំមនុស្សប្រស្រីជួបសុខសេមខានអវាទទី1ព្រះពុទ្ធផ្ដាំថាមនុស្សគ្រប់អង្គគាកុំសាងអំពើបាបកុំសំឡាប់មនុស្សឬសត្វចាំងក្បាតរួមទាំងសត្វស្លាបនិងសត្វដទៃអវាទទី2ព្រះពុទ្ធផ្ដាំថាមនុស្សគ្រប់អង្គគាអត់ធ្មត់ខន្តីសាងបុណ្យកុសលទាំងបរងសត្វត្រីជីវិតមានន័យថ្លាថ្លៃកន់ឡងអវាទទី3ព្រះពុទ្ធផ្ដាំថាមនុស្សគ្រប់អង្គគាជំរះចិត្តសៅហ្មងមានសិលរួមគ្នាភាវនាចងក្រងជាស្ទៀនចម្លងឆ្លងផុតទុក្ខភ័យអវាទទាំង3មានន័យខ្លឹមសារមនុស្សក្នុងលោកាប្រតិបត្តិគ្រប់វ័យមាគាព្រះពុទ្ធប្រសើរពេកក្រៃនាំមនុស្សប្រស្រីជួបសុខសេមខានអរិយកាលយូរយារណាស់មកហើយឥឡូវនេះគឺកូនចៅទាំងអស់ក៏បានស្រស់ស្រួលមកដល់មូលមតិគ្នាបានប្រពឡើងធ្វើនៅពុទ្ធិពិសេសបាទចាប់តាំងពីយុគមិញរហូតមកដល់ថ្ងៃត្រង់នេះក៏បានវេផតដើម្បីនឹងឧទ្ទិសទានជូនទៅដល់បុព្វការីជនមានមេត្តាបិតាជំនួសចេតាញាតិកាទាំងអស់ដូចជាមានលោកតាសួនយាយសាន
លោកតាអឿនលោកជាស៊ីវបានថាមានលោកតាហែនលោកតាយាយជីវមានលោកតាលៀងព្រមទាំងលោកយាយហេនព្រមទាំងលោកតាអូននិងលោកតាអៀមជាដើមព្រមទាំងញាតិការទាំងអស់តែបានធ្វើការកិរិយាតកម្មលោកខាងមុខខាងនោះអីឡងនេះគូចៅទាំងអស់មានអ៊ីព្រឿនព្រមទាំងអ៊ីអៀងបាទដែលជាប្រធាននៅក្នុងក្រុមគ្រួសារនេះក៏បានប្រពន្ធនៅតក្កណានុបទានដើម្បីឧទ្ទិសបញ្ញកស្រោជូនទៅដល់បព្វការីជនហេតុដូច្នេះសូមអញ្ញយេតិកាទាំងនោះសូមលោកក៏ទទួលយកនៅអត្ថមនិញផលក្រែងជួនយ៉ាងមានកតេព្រាមផ្លាប់តកាត់នៅតុកតេភពនោះហើយក៏សូមអត្ថមនិញផលដែលកូនចាំបានប្រពឡើងក្នុងឱកាសនេះជួយជំរុញកតេរបស់អស់លោកទាំងនោះបានតកាទីខ្ពងពោះទីកបគួរទីដល់ប្រសាហើយក៏បានទទួលយកនៅអ្នកផលកុសលផលបាននេះហើយសូមញាតិការទាំងនោះគ្នាក្រោយឲ្យពួរសព្ទសាវការមកដល់ពូនចៅថោសណានញាតិមិត្តនៅខាងក្រៅនេះក៏សូមឲ្យបានភពប្រសពជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនប្រជាគ្រប់គាភិភិហើយសូមឲ្យបានប្រកបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកមីគ្រៀងគ្រៀងឡៃសូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตสัมมาสัมพุทธัสสะอะยังโนปันเตบัณฑปาตาธรรมิกาธรรมะละโทธรรมเมเนวะโอปาติตาเมตตาปิโตอาติเกอุณวันเตอุตุสะอิมังสังกพัตตังสัพปรักหารังสังกสัตเตเมะเตกุณวันตาตะโยอิมังสังกพัตตังอัตตนาสันตกังวิยะมัญญเมียเนียอนุโมตันโตอนุโมตตวันเนียยะทัยขิตาสัมปไตเหสมิชันโตสัพปตคาปมัญจันโตเอมินานิสันเตนะอิเตมโนเตียนังเมตตาปิตุนังเยตไตนังเปตานังหอนโตตุติยัมเปตติยัมเปรีเตียนในเยิงขยมต่างลายโซมุตือจมปัวดอลลงนะดอกเมียนกุลต่างลายเมียนโลกแต่ส่วนอีสานจะดำพองดอลลงแต่เอื้อนอีซิวพองดอลลงแต่แหงอีจิวพองดอลลงแต่เหลียงอย่าเห็นพองดอลลงแต่โหนแต่ยำพองดอลเงียบจังไรพองดอลปลาจังไรพองសូមឲ្យលោកអនុមោទនាយកចោលលោកអនុមោទនារួចហើយសូមឲ្យរួចទាំងដោះចាក់ទុកទោសទាំងពួងឲ្យបានសម្រេចនៅសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្សមួយសម្បត្តិទេវតាមួយសម្បត្តិព្រះនិព្វានមួយដោយសំគួរ
តាមសេចក្តីប្រាថ្នារបស់លោកអ្នកដ៏មានគុណទាំងឡាយនោះចុះដោយអំណាចផល្លានិសង្ឃដែលហូរជូនមកមិនដាច់នេះហងអស់វរៈ2 ដងផងអស់វរៈ3 ដងផងHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
เกิดปาเจติกรรมจันทร์แนปรารถนาให้ตั้งจัดให้โจลอยสบายดำแนอ้อยบางจางโปรรันจันสาเปโพเรนประสังกาปาสมกำเนิดเราทั้งปวงโจเป็นดังแนจันโตปันเดรสอยตาโดยพระจันทร์ลงให้ดาปรางเกิดมณิโจเตสอยตาพมโนสานโดยแก้วมณีเมียนรัศมีดรงเรืองเยี่ยมแก้วพิเศษยังสิ่งใดปรารถนาแต่ปวงอ้อยสำเร็จบางเตตละทิยาสกิตาเวรวะหาโกตสาสเนอารเกียสกิตาหอยสหัสาเปเยียงเป็นเนตนายแถมบุรุษแทนสตรีโนโจปานโนประโยชน์ปานโนสิ่งใดทรงจุจบรางขนมพระพุทธศาสนากับอ้อยเวียนโรคอ้อยปานโนสิ่งใดทรงพรองแต่เยียแต่งลายกรบเนียมมงคลตั้งปวงจงเมียนดองแนวแรงกันตสังเทวตาสมเทวดาแต่งออกไปเรสานองแนสามพระพรเทียนเพียเวเนโดยอานเพียในพระพรจิมจารพระอังสาพระธรรมเมียเพียเวเนโดยอานเพียในพระตาเต็มพงสาพระสังเกียนเพียเวเนโดยอานเพียในพระสังเต็มพงสติยสาวไตพระวันโตเทใส่เต็มลายโจรเพียงตอนเนอ้อยปันสัพพะสัพเพเลียสมอนุโมทนีรองนอกสเทียในบ้านแก้วแปรปัดดิมาคอหมดถึงคอยตกลงว่าเปลี่ยนบุญนี้ให้ผมเรียนมีเยตากับบ้านจะมาให้เปวิเลียดำเนินดำไรเกี่ยวแม่เกี่ยวปรักโยนบอกรวมรักกรุบอังเกียจมโนกุศลตามสเทียเยตามีเมียแต่งหนึ่งจ้าโดยสเทียกระดาษลามที่ขยมบ้านกับโซมวยเมียมีเยตาบ้านสับสัวใส่เสรีแมงกอลโยการเมนดอลมีเยตาอย่างยิ่งประปรายโดยกระดาษลาตั้งเจ็บปัฒนาโอวันกุศลบ้านทัวดำนาวิธีกิจง่ายขนมเจ็บควายควายสบายแมกพอลความทัวดำนาช่วงมกราโจรมกุศลโดยเจ็บกระดาษลาให้มันจำนายจักตกใจตกเกียนิสัยขนมพุทธศาสนาอายุวันนะสขังกว่าและโกอุนสำรังตั้งโนจอกายอายุยืนอยู่สกอัดควายควายวันนะเชิดชัยปอสระปรำไพรเป็นและฮอร์โมนแต่มวลกายจัดปรัชญากำเนิดเปิดฉลาดเวียงวิกัวแต่งกวนไตวันตเนียกาเราบุคคลงานจะเตาเยตรองตามเราประถอบผูกพ้องกำเนิดกับแต่งไปโดยกระไดคนปองกันมุเทวดาซ้ำโดยดงนองเปลี่ยนบันฉลองอันลงตกต่อห้องสูงอนุโมตะเนียไอ้นาโมบอกซึ่งถึงการโมลีปัดhôm nay quý cô bác đem đến tấm lòng thành kính cao quý nhất đến ban hiệu xuân buôn bán gặp điều người ngay chúc cô bác gặp được vận may cầu duyên cầu phúc cầu tài đều xong chúc cô bác thành tựu ước mong tiên được báo cầu tài gặp may ta cùng xin chúc quý cô bác hưởng được cả 4 đề tài mà Đức Thánh Như Lai hằng phúc sống lâu sắc đẹp an vui và sức mạnh. Nếu quý cô bác có ước nguyện như thế nào xin được thành tựu như ý nguyện. Nam mô Bổn Sư Thích Ca Mâu Ni Phật. Mô Phật Mô Phật. Cha cóประสบตัวยุ่งอย่างเดียวได้ยังยืนยงมากกระทรวงกรมโยนตลอดลงไปพ้นในเกี่ยวกับหนังตัวซาบาต่อแต่ละยมพระเจ้านาทรงกราบไหว้บุคคลโลกพระรัตนตรัยทั้งใบคือพระพุทธพระธรรมพระสงฆ์โดยสิกระดิกรบเยี่ยมตอบหมดยกยมพระเจ้านาทรงกรบพระเจ้าอธิการวัดเปลี่ยนบุญโดยสิกระดิกรบជាបន្តមកទៀតខ្ញុំបានសន្សំគ្រប់បងប្អូនទាំងអស់ក្នុងសង្គមគ្រួសាររបស់ខ្ញុំបានដែលបានព្រួយដើមធ្វើឡើងនៅពិធីបុណ្យមហាឆាកហើយបានរួមមតិគ្នាជាឯកច្ឆន្ទឆ្លងនៅក្នុងឱកាសនេះខ្ញុំបាទសង្គមគ្រួសាររបស់ខ្ញុំបាទមានការត្រេកអរជាអតិបរមាហើយដូច្នេះហើយខ្ញុំបាទសូមគោរពលោកតាអាចារ្យសៀនដើម្បីឡើងធ្វើសន្ទរគាថាដើម្បីជម្រាបទៅដល់ព្រះចៅអធិការវត្តព្រមទាំងពុទ្ធបរិស័ទទាំងអស់សូមគោរពអង្គនបាទសូមធ្វើគារវៈចំពោះដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកស្មើដល់ជីវិតបាទសូមគោរពព្រះដេចគុណដែលជាព្រះចៅអធិការវត្តទាំង4ថ្មីព្រមទាំងព្រះធិរៈ
គ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាព្រមទាំងនឹងធ្វើសេចក្តីសម្ដែងសម្ដានចំពោះពុទ្ធបរិស័ទគណៈកម្មការអាចារ្យវត្តវាក់ពាក្យគួនមានគូចាគឿនហើយនឹងលោកតាដែលជាប្រធានគណៈកម្មការបាក់នឹងអាចារ្យទាំងអស់ព្រមទាំងពុទ្ធបរិស័ទយាយតាមានមីងបងប្អូននៅក្នុងចំណោះវត្តពាក្យគួនថ្មីនេះហើយនឹងបងប្អូនកូនចៅរបស់លោកតាលៀនជាហេតុបាទតែបានស្រោចចូលមកប្រទេសគ្នាបានប្រពន្ធនៅវត្តឆាកបញ្ចុះនៅអធិធិរបស់លោកយាយលោកតាបានស្រែកចាប់ចាប់គ្រប់ហើយក៏នឹងអស់ចិត្តនៅឡើយក៏បានរៀបចំក្នុងពិធីដើម្បីនឹងធ្វើពុទ្ធិពិសេសនៅព្រះបដិមាដែលលោកយាយនិងលោកតាដែលជាឪពុកម្ដាយរបស់គាត់បានកសាងឡើងនៅក្នុងវត្តពាក្យគួនថ្មីនេះហើយក៏បាននិមន្តព្រះសង្ឃមកប្រោះព្រំនៅពុទ្ធិពិសេសពេលថ្ងៃមីងហើយឥឡូវក៏បានរៀបចំនៅភោជនីយដ្ឋានខាងតនីយៈដើម្បីវិផតឧទ្ទិសបញ្ញកសលជូនទៅដល់បព្វការីជនមានមេត្តាបិតាជំរុញចិត្តញាតិការទាំងអស់ក្នុងឱកាសនេះគឺថាខ្ញុំបាទដែលជាតំណាងឲ្យក្រុមគ្រួសាររបស់កូនចៅលោកតាលៀងនេះគឺថាមានសេចក្តីត្រេកអរចំពោះគណៈកម្មការព្រមទាំងលោកជេលោកតាដែលជាចំថៅបាទមានការរៀបចំមានការរៀបចំថារៈចំពោះយើងខ្ញុំបាទតាំងពីម្សិលរហូតដល់ថ្ងៃនេះគឺថាមានការរួមព្រមសាមគ្គីបាទដោយមានសធាជ្រះថ្លាគឺថាมันអាចនឹងឲ្យហត់ចំពោះកិច្ចការដែលយើងត្រូវរៀបចំបាទហើយយើងមើលឃើញថានៅក្នុងចំណុះអវបទពាក្យគួននេះទាំងប្រសង់ទាំងពុទ្ធបរិស័ទទាំងគណៈកម្មការអាចារ្យវត្តមានការស្រោចចូលបដិសន្ធារៈចំពោះភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលមករួមក្នុងពិធីទោះបីមិនអ្វីក៏ដោយមានការស្រោចចូលមកប្រទេសនេះជាឯកច្ឆន្ទបានប្រពដើម្បីសាមគ្គីគ្នាហើយនិយាយចំទៅវិញគឺថាទោះបីយ៉ាងណាក៏ដោយមិនបថាវត្តពាក្យគួនមិនថាវត្តកន្លែងណាស្រុកណាទេគឺថាឲ្យតែខ្មែរជាអ្នកកាន់នៅពុទ្ធសាសនាទាំងអស់គ្នាគឺថារួមព្រមគ្នាដើម្បីកសាងនៅសមាធិផលនានាវត្តវាដូចជាមានវត្តពាក្យគួនថ្មីដែលជាខាងមុខនេះបាទហើយជាទីបំផុតខ្ញុំបាទដែលជាតំណាងឲ្យកូនចៅក្រុមគ្រួសាររបស់លោកជាហេនិងតាលៀងនេះគឺថាមានសេចក្តីត្រេកអរអំណរអគុណចំពោះដែលប្រគុណជាប្រជាអធិការព្រមទាំងប្រធានរាមវិធារៈនិងអាចារ្យវត្តទាំងអស់គឺថាមានសេចក្តីត្រេកអរព្រមទាំងគ្នាមានការបដិសន្ធារៈចំពោះយើងខ្ញុំទាំងអស់គ្នាទីបំផុតនេះខ្ញុំបាទក៏សូមលើកនៅមួយរឿងឯកទាំង10ដើម្បីបួងសួងទៅដល់ទស្សបរមីនៅក្នុងអាវាសវត្តពាក្យគួនថ្មីនេះសូមជួយគ្រប់គ្រងសរីរៈរាងកាយរបស់លោកគេលោកតាមានបងប្អូនចាប់មកអំពីសុខភូមិផងអំពីពាក្យគួននេះផងដើម្បីសូមឲ្យបានប្រកបនៅសេចក្តីសុខសេចក្តីចម្រើនប្រាជ្ញាលោកគេភាទីឲ្យតទីណាសូមអស់លោកគេលោកតាមានបងប្អូនបានជួបនៅពុទ្ធគួរទាំងមុខប្រការគឺអាយុវណ្ណៈសុខៈពលៈដើម្បីគ្លៀងគ្លៀងហើយសូមអនុមោទនាសាធុសាធុនមស្ការចំពោះទាំងដល់ប្រជុំ3នៃព្រះត្រៃរតន៍គឺពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដែលជារតនៈដ៏ដំប្រសើរខ្ពង់ខ្ពស់ជាគួរជាទីជ្រះថ្លានោះសូមធ្វើនៅការនមស្ការចំពោះទាំងដល់ព្រះប្រគុណដែលជាព្រះចៅអធិការវត្តសារីប្រជុំវងពី9ថ្មីនោះសូមនមស្ការចំពោះទាំងដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គនោះសូមគោរពនោះសូមខន្តីអភ័យទោសដល់អំពីសំណាក់លោកតាអាចារ្យគ្រប់ជាន់ថ្នាក់នោះសូមធ្វើនៅការរាប់អានដល់ចិត្តស្និទ្ធអំពីសំណាក់ញោមញាតិតាមេមីងបងប្អូនជាពុទ្ធបរិស័ទទាំងអស់ក្នុងនោះក៏មានសង្គមគ្រួសារព្រមសង្គមគ្រួសាររបស់លោកតាលៀនជាហេតុរួមទាំងអស់ដែលកូនចៅដែលបានចូលមកនៅពិធីបិណ្ឌពុទ្ធិវិស័យក្នុងពេលវេលាឱកាសពីល្ងាចមិញរហូតមកដល់ថ្ងៃត្រង់នេះក៏បានរៀបចំនៅចង្ហាន់បិណ្ឌបាតដើម្បីប្រកេនដល់ព្រះសង្ឃដើម្បីជាការឧទ្ទិសកុសលនេះជូនទៅដល់បុព្វការីជនរបស់អស់លោកដែលបានចែកឋានទៅហងហើយជាពិសេសនៅក្នុងពេលវេលាឱកាសនេះគឺថាយើងខ្ញុំបាទក៏សូមថ្លែងនៅអំណរអគុណដែលជ្រាលជ្រៅជាទីបំផុតអំពីទឹកចិត្តសទ្ធាជ្រះថ្លាដ៏មុមិត្តអំពីសំណាក់សង្គមគ្រួសាររបស់លោកតាលៀងព្រមទាំងកូនចៅទាំងអស់
ដែលមានសទ្ធាជ្រះថ្លាបានចំណាប់អារម្មណ៍ចាប់ចិត្តមកដល់វត្តព្រះ4យើងខ្ញុំបាទដូចជាមានកាត់ក៏មានសទ្ធាជ្រះថ្លាក៏បានប្រមាណប្រមូលកូនចៅព្រមទាំងបងប្អូនទាំងអស់ដើម្បីមកចូលរួមដូចជាមានការកសាងព្រះពុទ្ធរូបជាដើមព្រមទាំងភ្លេងពិនពាក្យជាដើមដូចជាប្រសង់ព្រះអង្គក៏បានប្រកាសជម្រាបពីល្ងាចវិញយើងហើយដែរហើយក្នុងពេលវេលានេះគឺថាមិនអស់ចិត្តក៏បាននៅទោះបីជានៅឆ្ងាយយ៉ាងណាក៏ដោយក៏បានតែនឹកឃើញកតញ្ញូកតវិធីតាថយចំពោះអ្នកមានគុណក៏បានហោះពីអាមេរិកមករៀបចំនៅបិណ្ឌពុទ្ធិវិស័យនៅក្នុងអាវាសវត្តព្រះ9ផងថែមទាំងមានធ្វើបិណ្ឌបញ្ចុះធាតុលោកឪពុកផងហើយក្នុងពេលវេលាកាលនេះគឺថាបិណ្ឌនេះដ៏ធំធេងណាស់គឺថាប្រៀបផ្ទឹមពុបានទេហើយយើងខ្ញុំបាទក៏សូមធ្វើនៅការគោរពធ្វើនៅការរាប់អានដ៏ជិតស្និទ្ធអំពីសំណាក់ញោមញាតិយាតាទាំងអស់ក្រែងញោមញាតិយាតាបានជួយមកហើយក៏ញោមញាតិយាតាឃើញនេះដូចថាមានចង្កៀងចាំងឆ្នាំងអីញោមញាតិយាតាប្រស័ក្តិជាងវត្ត9អីការរៀបចំមិនសូវបានស្អាតបាទរឿងមួយក៏មានជ្រុលជ្រោះនៅពាក្យសម្ដីស្ដីវិចារណាមួយមិនសមស្របរឿងមួយលោកតាអាចារ្យគណៈកម្មការយើងខ្ញុំបាទក៏មានការឆ្លោះឆ្លយនៅត្រង់កន្លែងណានោះក៏សូមញោមញាតិយាតាមេត្តាខន្តីអភ័យទោសដល់គណៈកម្មការយើងខ្ញុំក៏ដូចជាញោមញាតិយាតាប្រជាមិត្តពុទ្ធបរិស័ទនៅក្នុងចំណោមវត្ត9ផងហើយដូចញោមញាតិយាតាដឹងស្រាប់ហើយវត្តណាក៏ដោយតែមានការកសាងហើយតែមានការកសាងតែមានការខ្វះខាតជាច្រើនអញ្ចឹងយើងខ្ញុំបាទក៏ដូចជាពឹងតកម្លាំងសទ្ធាជ្រះថ្លាដល់មុំវត្តអំពីសំណាក់ញោមញាតិយាតាទាំងចាត់ទៅទិសដើម្បីមកចូលរួមជាដូចជាកងការមហាកសលដើម្បីកសាងនៅក្នុងអាវាសវត្តព្រះ9ក៏ដូចជាខាងនេះថ្ងៃនេះក៏មានដូចជាមានគ្រួសាររបស់លោកតាលៀងជាដើមដែលបានរួបរวมគ្នាដើម្បីជាកម្លាំងសាមគ្គីភាពរវាងភូមិស្រុកមួយទៅភូមិស្រុកមួយរវាងលោកតាអាចារ្យទៅជាលោកតាអាចារ្យដើម្បីឲ្យមានការស្អិតក្រមួតដល់ចិត្តស្និទ្ធទៀតដើម្បីយើងរួបរวมសាមគ្គីរួមនៅកម្រិតដើម្បីយើងកសាងព្រះពុទ្ធសាសនាយើងបានរុងរឿងរីកចម្រើនសទ្ធាជ័យកាត់ដល់រាប់ដល់គ្រប់5000ប្រវត្តិសាស្ត្រដល់ដោយសារប្រជាពុទ្ធបរិស័ទយើងទាំង4យើងដែរអញ្ចឹងខាងនោះក៏មានបាសកបាសកាយើងជាដើមបើចំណែកតែប្រសង់ទេក៏មិនអាចទ្រទ្រង់សទ្ធាគង់វងបានហើយបើគ្មានប្រសង់មានតែប្រសង់ក៏មិនបានអញ្ចឹងតែពឹងគ្នាទៅវិញទៅមកដើម្បីនិយមដើម្បីកសាងនៅព្រះពុទ្ធសាសនាយើងហើយជាពិសេសនៅក្នុងពេលវេលាឱកាសនេះដែរគឺថាញោមញាតិយាតាដឹងស្រាប់ហើយគឺថាដូចវត្តព្រះ4យើងខ្ញុំបាទគឺថាមកគឺថាមិនតាន់មានសាលាឆាន់ណាបាទញោមញាតិយាតាដឹងស្រាប់មិនតាន់មានសាលាឆាន់ណាទំងាកងាកន្លែងនេះគឺថាបណ្ដោះអាសន្នសិនបើមានការរៀបចំមិនសមស្របឬមួយកន្លែងណាកន្លែងកន្លោះណាមិនសូវស្អាតបាតអីចឹងសូមញោមញាតិយាតាអព្យាស្រ័យហើយជាពិសេសនៅក្នុងពេលវេលាឱកាសនេះដែរយើងខ្ញុំក៏មិនអាចក្រៃរ៉ាប់រៀបរាប់ឲ្យបានយូរយារវែងខ្លីដែរមកពីក្នុងពេលវេលាឱកាសនេះគឺថាដល់ពេលវេលាប្រសង់ព្រះអង្គក៏ឆាប់ដែរហើយយើងខ្ញុំបាទក៏សូមជម្រាបទៅដល់ញោមញាតិនិយាយតាមបន្តិចអំពីវត្តដែលកកើតឡើងវត្តដែលកកើតឡើងនេះពីឆ្នាំ1964បាទ1964គឺថាឆ្នាំកកើតវត្តព្រះ9យើងឡើងហើយក្នុងឆ្នាំ1964ចាប់រហូតមកដល់ឡោប្រហែលចំនួនជា61ឆ្នាំណា61ឆ្នាំណាក៏ប៉ុន្តែសង្កេតនេះច្រើនសង្កេតញោមញាតិយាតា3 4 ដល់10សង្កេត3 4 ដល់10សង្កេតទៅចាប់ដើមពីសង្កេត13 14ចំកដូចព្រះគុណសិលលោកឡើងកាន់កាប់ពីឆ្នាំ1917រហូតមកដល់ឆ្នាំ2025 26នេះគឺថាវត្តឃើញថាបានរីកចម្រើនគឺថាព្រះអង្គមានប្រតិទលំទលេព្រះអង្គមានកែចេះកែច្នៃកសាងវត្តអារាមឲ្យបានស្អាតបាតគឺថាញោមញាតិយាតាបានមកបំពេញកងកម្មហកសលគឺថាញោមញាតិយាតាបានមកឃើញស្រាប់ហើយគឺថាយើងអ្នកមានសទ្ធាបើឃើញព្រះអង្គរៀបចំអញ្ចឹងយើងធ្វើយើងមានការត្រេកអរនៅបិណ្ឌកសលដែលយើងខំបានធ្វើបានរីកចម្រើនអញ្ចឹងក៏ដល់សារស្នាប្រហោះស្នាដៃរបស់ព្រះអង្គបានរៀបចំចឹងដែរហើយអញ្ចឹងសូមបវរណាទឹកចិត្តសទ្ធាជ្រះថ្លាញោមញាតិយាតាបើវិលទៅសហរដ្ឋអាមេរិកវិញប្រតិឃើញរូបភាពហ្នឹងគឺថាបិណ្ឌកសលដែលញោមញាតិយាតាបានធ្វើពីប្រទេសមករហូតមកដល់ថ្ងៃហ្នឹងគឺថាញោមញាតិយាតាត្រេកអរទៅបិណ្ឌកសលយើងជាអាការ
tiệc cả làm tiệc hay là cả làm tiệcนึกเคยเอาวัดเตรียมบวนเตรียมได้นึกเคยเอาวัดเตรียมบวนเยอะที่ให้ยังยังแข่งกันសូមបញ្ចប់សេចក្តីខ្លីតែប្រទេសអញ្ចឹងមិនបញ្ចប់ក៏សូមបួងសួងទៅដល់គុណបានព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិនិងទេវតាដែលថែរក្សានៅក្នុងលោកនេះក្តីទេវតាដែលថែរក្សានៅក្នុងអវាសវត្ត9នេះក្តីអស់ទាំងអរុក្រិះតាមចាស់ទឹកម្ចាស់នេះក្តីក៏សូមជួយបីបាច់ថែរក្សាញោមញាតិទេវតាប្រជាមិត្តពុទ្ធបរិស័ទទាំងអស់សូមប្រកបទាំងសុខនិងចម្រើនសូមឲ្យរកស៊ីទទួលទានមានបានកើតការវាគុំត្រជាក់ត្រជុំក្នុងសង្គមគ្រួសារបានសុខបានចម្រើនជារហូតជាពិសេសបើញោមញាតិទេវតាធ្វើដំណើរទៅទីជាតិទីឆ្ងាយសូមឲ្យមានជោគជ័យសិរីសួស្តីមានជ័យជំនះឈ្នះមានសត្រូវគ្រប់ផ្លូវចិត្តឆ្ងាយសត្រូវទាំងឡាយប្រែខ្លាចជាមិត្តជាពិសេសសូមឲ្យញោមញាតិទេវតាជួបប្រទះទេពុទ្ធពលរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយ5ប្រការទី1អាយុរាប់រយវស្សាតនប្រស្អាតខកខានបានស្ដាប់ពធលោកទូមានសម្រាប់និព្វានដោយកំណងទី2វណ្ណៈសម្បុរកាយស្រស់ល្អឆាតឆាយអត់សាមងសំរូបសំរៀងល្អកន្លងអត់មានសាមងអសុភាទី3សុខៈគឺសុខស្រួលអត់មានប្រែប្រួលក្នុងកាយាសុខទាំងដេកដើរទាំងនទាជាបតរុគាការគ្រិស្យាទី4បលៈគឺកម្លាំងសូមរំបានខ្លាំងដល់អស្ចារ្យឈ្នះអ្វីទាំងអស់ក្នុងលោកកាកម្លាំងកាយាគឺកម្លាំងសទ្ធាទី5បដិភេទអ្នកមានប្រាជ្ញាច្បាស់អត់ឃ្លាតឃ្លាដូចជាសាវកព្រះភគវាវេលាព្រះអង្គទ្រង់ធរមាននៅសម្បត្តិទាំងឡាយ3ប្រការមនុស្សទេវតាព្រះនិព្វានសូមយមញាតិទេវតាបានសម្រេចដោយបំណងបងប្រាថ្នាតហងសូមអនុមោទនាសូមអនុមោទនាបណ្ឌញាតិអើយសូមអនុមោទនាឆ្លងសទ្ធាជ្រះថ្លាទាំងអស់គ្នាណាសូមហើយបានសុខបានចម្រើនជាជួបហេងហេងអស់គ្នានៅក្នុងឆ្នាំថ្មីមានសេរីសួស្តីអស់គ្នាបាទសូមអរគុណហើយមានការខុសឆ្គងតកន្លែងណាសូមអាចារ្យញោមញាតិទេវតាមេត្តាខន្តីអភ័យទោសដល់យើងខ្ញុំបាទសូមអរគុណមួយគេប្រាប់អញ្ចឹងណាហើយអ្នកចង្ក្រានក៏ដោយអ្នកណាក៏ដោយព្រមទាំងព្រះសង្ឃក៏ដោយខ្ញុំមិនសូវចេះនិយាយទេជួយអរគុណអរគុណបងគ្នាបាទគេហុញឡើងនេះអត់មានព្រៀងទុកមិនដល់ហ្នឹងអរគុណណាស់thế đang này dục bỏ ai hụi mới không đang dục phật đá បាទបងសូមអរគុណបាទការពិតខ្ញុំមិនសូវបាននិយាយរួមទេបាទប៉ុន្តែនិយាយថាខ្ញុំបានដឹងខ្លះៗអញ្ចឹងណាដោយថ្ងៃនេះបាទសូមថ្វាយបង្គំព្រះអង្គជាមួយថ្វាយបង្គំអស់ព្រះអង្គបាទហើយសូមអរគុណទាំងអស់គ្នាជាតាមមេមីងបានអញ្ជើញមកចូលរួមបាទចូលរួមឲ្យទីបំផុតគឺនៅខាងចង្ក្រានបាទហើយមេមីងទាំងអស់គ្នាបានអញ្ជើញមកបាទខ្ញុំតែប៉ុណ្្នឹងហើយបាទសូមអរគុណទាំងអស់គ្នាបាទដែលខ្ញុំប្រកាសណាធ្វើឲ្យព្រាំប្លន់ឲ្យក្នុងប្រសងជាអាចារ្យសូមប្រសងជាអាចារ្យនោដល់ខ្ញុំប្រកាសណាជាផលសម្រាប់ចូលជាផលសម្រាប់ចូលជាផលសម្រាប់សាធុសាធុខ្ញុំបានច្រាថ្លាកសាងបញ្ញកិរិយាវត្ថុជាប្រឆើតឆាយហើយគេឧទ្ទិផលឲ្យបានដល់អ្នកទាំងឡាយចូលមានចិត្តស្រស់ស្រាយមិនទាន់កាយទទួលយកសੰលោកទាំងអស់នោះដែលបានរត់តារៀងមកសូមឲ្យបានបរិភោគនៅអាហារដែលព្រោះបានសត្វទាំងអនុណាបានសុខាសពក្រុមប្រាជ្ញាហើយយ៉ាងចំណានសូមឲ្យបានកុំខានឡើយជួយអនុមោទនាបុណ្យទាំងអស់គ្នាសាធុសូមជួយអនុមោទនាមគ្គផលសាធុសូមជួយអនុមោទនាឆ្លងសទ្ធាសាធុបាទអរគុណ